សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ភាគថ្មីដោយយើងបានតាមដានភាគមុនដូច្នេះហើយយើងចង់ដឹងណាថា texture អាចនឹងចេញពីកោះនឹងបានអត់អញ្ចឹងយើងនឹងទៅមើលសាច់រឿងបន្តណាកាត់មកដល់ពេលនេះ texture គេកំពុងតែដេកបដាយនឹងគិតបដាថាឥឡូវហ្នឹងគេងុយដេកគេឆ្ងល់ដែរហ្នឹងណាគេខំប្រងមួយថ្ងៃពេញហើយកម្លាំងគេក៏ហត់នឿយផងដែរតែនៅពេលដែលគេបិទភ្នែកគេបែរជាលក់ស្រួលនៅក្នុងដំណេកហ្នឹងទៅវិញទេឈប់សិនហើយចង់ឲ្យឈួតណាដែលស្បត់ថានឹងបថុយជីវិតដើម្បីចេញពីកោះហ្នឹងពេលដែល texture កំពុងតែសងំដេកហ្នឹងសញ្ញាក៏គេអត់ចាំយូរដែរដៃផោះសញ្ញាហ្នឹងលុកលាន់ texture មិនឈប់ទេអស់ទៅលើផងអីផងហ្នឹង texture គេលើកដៃប្រាប់សញ្ញាថាឲ្យឈប់ទៅអាមនុស្សឈួតឈប់ធ្វើឲ្យគេឈឺចាប់ទៀតទៅសញ្ញាគេលឺ texture និយាយចឹងហើយសួរតែគេឈប់អត់មិនឈប់បាទខ្ញុំចឹងអីហ្នឹងអោ texture អើយប្រហែលជាមិនរស់ទេ texture តើសញ្ញាអត់ឈប់ចឹងទៅ texture គេស្រែកប្រាប់ម្ដងទៀតថាឲ្យឈប់ទៅលោកបងសញ្ញាក៏គាត់ឆ្លើយប្រាប់អូនគេវិញដែរគេខ្សឹបប្រាប់ថាឲ្យគេងតាមដែលអ្នកចង់ណាសញ្ញាគេតាមទាំងនិយាយប្រាប់ texture ទៀតថាធ្វើពេលដែល texture កំពុងដេកអញ្ចឹងក៏មិនអាក្រក់ណាស់ណាដែរយើងអត់ដឹងទេថាមានរឿងអីកើតឡើងចំពោះគេទាំងពីរយប់មិញហ្នឹងតែ texture លើពេលនេះគេភ្ញាក់ឡើងហើយ texture គេឆ្ងល់ដែរហ្នឹងណាយប់មិញដូចដេកលើពុកទេតែភ្ញាក់ឡើងដេកលើឥដ្ឋវិញតែអីដែលធ្វើឲ្យ texture ក្តៅក្រហាយបំផុតហ្នឹងគឺបញ្ចូលផល texture ហ្នឹងចេញទឹកដែលធ្វើឲ្យ texture ស្រែកក្តៅក្រហាយជាមួយសញ្ញាខ្លាំងណាស់សួរឲ្យសញ្ញានៅណាតែស្រែកសួរទៅអត់មានអ្នកឆ្លើយចឹង texture គេគិតថាសញ្ញាទៅណាបាត់ហើយមកទៅតែក្នុងចិត្ត texture ពេលនេះក៏សង្ឃឹមដែរថាឲ្យសញ្ញាទៅយូរជាងនឹងបន្តិចទៅហើយគេតាំងមកគិតវិញថាយប់មិញហ្នឹងគេមួយសញ្ញាពិតជាបានធ្វើរឿងហ្នឹងជាមួយគ្នាពិតមែនណាគេស្មានតែយល់សោះហើយគេក៏ហួសចិត្តនឹងខ្លួនឯងដែរគេអស់កម្លាំងដោយសារតែមីរ៉ាមែនមកកញ្ចប់ធ្វើឲ្យគេដេកលក់បានឆ្អែតយ៉ាងណាហើយគេនឹកឃើញរឿងទៅវើដែលសញ្ញាធ្វើនៅលើគេហ្នឹងគេថាអូយគ្មានផ្លូវទេហើយគេកញ្ញាញ់ខួរណាថាគេចិត្តឈួតហើយមកទៅកំពុងតែកញ្ញាញ់ខួរផងបោករួមមួយអាទឹកនឹងចេញពីគូតមកទៀត texture គេកាន់តែខឹងខ្លាំងទៀតលើកាន់មកដល់ពេលដែល texture កំពុងតែងូតទឹកហ្នឹងគេក៏ឆ្ងល់ដែរថាមិនបានសញ្ញាទុកឲ្យគេនៅហួរអញ្ចឹងវាគ្មានហេតុផលតទៅសោះដែលសញ្ញាទុកឲ្យគេនៅហួរអីដែលគេគិតបាននៅពេលនេះប្រហែលជាសញ្ញាចង់លេងជាមួយគេរហូតដល់គេអស់កម្លាំងដោយអត់បញ្ចប់ជីវិត texture ភ្លាមទេព្រោះតែវាអត់សុបាយ texture ក៏គេគិតដែរថាជីវិតរបស់គេហ្នឹងគ្មានតម្លៃតទៅសោះមែនព្រោះតែគេនៅពេលនេះគេដឹងសោះថាសញ្ញាហ្នឹងកំពុងតែចង់បានអីពីគេ texture អើយ texture ទៅធ្វើគេប៉ុណ្ណឹងហើយអត់ដឹងតែគេចង់បានអីទេម៉ែមកចាំ admin ប្រាប់សញ្ញាគេចង់បានកូនពី texture ឯងហ្នឹងadmin និយាយចឹងតិចមានអ្នកច្រឡំថា texture omega អីទៅអត់ទេណាពិភពនេះប្រអត់អាចមានកូនបានទេមានអ្នកសួរចឹង admin សុំបកស្រាយឲ្យហើយមកមើល texture វិញគេគិតទៀតថាគេដូចជាសត្វពាហនៈអញ្ចឹងតែត្រូវបានគេចាប់ខ្លួនហើយក៏លេងសើចជាមួយជីវិតទេគេក៏គិតវិញថាវាមិនដូចទាំងអស់ទេវាប្រហែលជាមានអីខុសប្លែកតែថាឥឡូវហ្នឹងគេដូចជាប់នៅក្នុងគុកអញ្ចឹងប៉ុន្តែដូចជាអត់មានច្បាប់អីសោះព្រោះតែហុំព័ទ្ធដោយសមុទ្រទាំងអស់ហើយគេធ្វើអីក៏អត់បានទៀតគ្រាន់តែត្រូវបានញ៉ាំអាហារដោយសញ្ញាទុកឲ្យគេតែប៉ុណ្ណោះកំពុងតែគិតសែសុកហ្នឹងអូនផងគេបែរជាងើបឈរឡើងtextureក៏គេអស់សំណើចនឹងខ្លួនគេដែរណាតតែពេលអញ្ចឹងទៅគេមានតែសម្រេចខ្លួនឯងឲ្យចេញទេតតែពេលអញ្ចឹងពេលទៅ texture គេកំពុងតែគិតទៀតដែរណាអំពីពាក្យសម្ដីរបស់គេនៅលើរថភ្លើងកាលនោះគេមិននិយាយថាទោះជាក្នុងលោកហ្នឹងគ្មានមនុស្សស្រីតតែសោះតែមនុស្សប្រុសក៏ដោយក៏គេអត់ដោតរនចូលដែរត្រូវហើយក្នុងពេលនេះគេឆ្ងល់មួយខ្លួនគេណាទោះជាសញ្ញាធ្លាប់បានដោតមកចូលក្នុងគេក៏ដោយវាគ្មានហេតុផលណាមួយសោះដែលធ្វើឲ្យអាអូនគេឡើងរឹងចឹងទេចូលនៅពេលនេះប្រហែលជាដឹងខ្លួនខ្លះហើយកាលនៅពេទ្យគេគិតថាគឺជាថ្នាំដែលមានឥទ្ធិពលធ្វើឲ្យអាអូនគេឡើងរឹងរហូតនៅពេលដែលសញ្ញាធ្វើរឿងហ្នឹងតែមកដល់ពេលនេះគេដូចជាដឹងខ្លួនហើយគេក៏សួរខ្លួនឯងដែរថាគេក៏ជាមនុស្សប្រុសស្រឡាញ់ប្រុសមែនគិតទៅរឿងទាំងអស់នេះដូចជាគួរឲ្យអស់សំណើចខ្លាំងណាស់ទេចូលមកដល់ពេលនេះគេគិតថាគេអាចរស់នៅបែបហ្នឹងតទៅទៀតបានទេនៅលើកោះនេះដាច់ស្រយាលខ្លាំងណាស់សូម្បីតែអ្នកធ្វើដំណើរក៏គ្មានអ្នកជិះអីជុំវិញហ្នឹងក៏គ្មានអញ្ចឹងទេចូលគេរកនឹកឃើញតែពីរវិធីតែប៉ុណ្ណោះនៅក្នុងការចាក់ចេញពីទីហ្នឹងទី1ជីកតុំរួយដើម្បីចាក់ចេញពីទីហ្នឹងទី2ជីទូកដែលមានម៉ូទ័រតែមើលទៅទោះបីជាទូកមានម៉ូទ័រក៏ត្រូវតែបំផ្លាញដែរក្តីសង្ឃឹមគេតែមួយគត់គឺហោះចាក់ចេញពីទីហ្នឹងឯងគិតដល់ត្រឹមនេះទេចូលគេញ៉ាំហើយត្រូវហើយគេត្រូវទៅធ្វើដំណើរតាមមេឃដែលហោះព្រោះតែក្នុងលោកហ្នឹងគ្មានកន្លែងណាដែលមិនអាចចេញបានទេយ៉ាងហោចណាស់នៅពេលនេះទេចូលគេគិតថាសញ្ញាប្រហែលជាអត់មកវិញទេក្នុងថ្ងៃហ្នឹងតែសោកស្ដាយណាស់ទេចូលសញ្ញាគេមិននឹងបណ្ដោយឲ្យប្រពន្ធគេនៅម្នាក់ឯងទៅមកវិញណាលឿនម៉េចមិនបានមកលឿនម៉េចទេចូលគេកំពុងតែមើលក្នុងចិត្តព្រោះគេត្រូវការពេលវេលាដើម្បីស្វែងយល់ពីធាតុអាកាសនៅជុំវិញកោះហ្នឹងហើយមិនចោះ
មកលឿនមិនចោះមានអីទាំងការណាឯងទៅទៀតសញ្ញាពីដូចហួហេតុពេកគេទេចូលប្តីទៅមកឲ្យដេញគេទៅធ្វើការវិញទៀតណាប្តីគេលើប្រពន្ធសួរអញ្ចឹងក៏គេនៅតែឆ្លើយជាមួយប្រពន្ធគេដែរគេថាមួយរយៈហ្នឹងប្រហែលជាគេអត់ចេញក្រៅទៀតទេព្រោះតែគេចេញក្រៅម្ដងមានតែការរំខានគ្មានអីដែលឲ្យគេសុបាយទេចូលគេឃើញសញ្ញាតឹងតែងគេក៏បានសួរសញ្ញាចង់មានរឿងអីកើតឡើងសញ្ញាគេដើរទៅស្លងបដានឹងយាយបដាថាទីស្នាក់ការរបស់គេនឹងទៀមទាថេកចូលពីគេហើយទីស្នាក់ការរបស់គេនឹងគ្មានណាគេក្រៅពីបងប្រុសរបស់គេទេសញ្ញាគេថែមទាំងយាយប្រាប់ថេកចូលទៀតថាបងប្រុសរបស់គេនឹងកំពុងតែទៀមទាថេកចូលពីគេហើយដោយយកលេសនឹងដើម្បីការពារគ្រួសាររបស់ពួកគេសញ្ញាមើលទៅដាក់ខ្លួនដេកដូចជាអស់កម្លាំងនឹងរឿងទាំងអស់នឹងដល់ហើយទៅថេកចូលគេលឺទាំងអស់នឹងពីមាត់សញ្ញាចឹងទៅគេគិតទៅថានៅពេលនេះទោះជាសញ្ញានាំគេទៅទីស្នាក់ការក៏ដោយផលសញ្ញានឹងក៏គ្មានអីចម្លែកដែរព្រោះថាមកដល់ពេលនេះប្រហែលជាគ្រួសារផលសញ្ញាដឹងពីអត្តសញ្ញាណផលថេកចូលអស់ហើយគេក៏ជាប់ពាក់ព័ន្ធមួយអាវុធថ្មីផលរុស្ស៊ីដែល SM29 នឹងដែរលើសពីនឹងទៀតថេកចូលបានប្រព្រឹត្តអំពើភេរវកម្មដូច្នេះហើយនៅពេលនេះគេប្រកាសជាគោលដៅដំបូងបំផុតរបស់គ្រួសារបងដាណូនឹងហើយវាប្រកាសពេកហើយថាបើសិនជាថេកចូលត្រូវបានគេចាប់ខ្លួនប្រកាសណាពួកគេនឹងបំបត្តិថេកចូលចេញពីពិភពលោកនឹងតែម្ដងដល់ពេលនេះថេកចូលគេកំពុងតែគិតហើយទោះបីជាគេចេញពីកោះនឹងដោយវិធីណាមួយក៏ដោយបញ្ហាជាច្រើននឹងរងចាំគេនៅទីបញ្ចប់ហើយវាប្រកាសជារញ៉េរញ៉ៃជាងអ្វីដែលគេនឹកគិតដល់ទៀតតែគិតយូរប៉ុណ្ណឹងឯងថេកចូលគេនៅតែនិយាយប្រាប់ខ្លួនឯងថាគេនឹងស៊ូដល់ទីបញ្ចប់គេអត់ព្រមចោះចាញ់ទេហេយើងនៅក្នុងនេះធុញណាសញ្ញាចង់ទៅស្ទូចថៃអត់បានអូនប្រពន្ធប៉ុណ្នេះសួរទៅអត់ប្រកាសជាទៅហើយតែឆ្ងល់ដែរហ្នឹងណាមិនបានសញ្ញាព្រមងាយស្រួលមែនណោះយើងមកមើលធុងមួយមានថៃឡើងច្រើនធុងមួយទៀតដូចជាអត់មានថៃសោះថេកចូលគេស្ញាញ់និយាយថាឃើញអត់គេគ្រាន់តែតម្លាក់ខ្សែសោះថៃទាំងអស់ហ្នឹងគឺខំភ្លាមហ្មងថេកចូលគេគិតថាហំហ្នឹងចរិតមធ្យមទេងុំទៅសួរសញ្ញាថាដងសទូចមានបញ្ហាមែនចង់ដូរមួយគេអត់តែឥឡូវហ្នឹងយើងចង់ដឹងមើលថាមិញហ្នឹងថេកចូលនិយាយអីខ្លះបានសញ្ញាគេព្រមទៅឡើងលឿនចឹងថេកចូលនិយាយប្រាប់សញ្ញាថាទឹកមើលទៅថ្លាប្រកាសជាមានថៃហើយសញ្ញាក៏គេនិយាយវិញថាចង់ភ្នាល់មែនចុះថេកចូលគេថាហ្នឹងហើយនិយាយចឹងក៏ត្រូវដែរបានដៃលោកបងសញ្ញាក៏សួរថាចង់ដាក់អីចុះដល់ពេលនេះថេកចូលគេទៅនឹកឃើញថាសញ្ញាគឺជាមនុស្សបែបហ្នឹងថេកចូលក៏គេគិតដែរថាគេគ្មានអីខាតបង់ទេទោះគេភ្នាល់មិនក៏ដោយថេកចូលគេអាងថាឥឡូវហ្នឹងគេមានតែខ្លួនណោះចឹងហើយគេអត់មានអីទាំងអស់ថេកចូលក៏គេនិយាយថាអ្នកដែលឈ្នះអាចមានបំណងប្រាថ្នាមួយឬហើយក៏សញ្ញាសួរវិញថាបំណងប្រាថ្នាមិនដឹងជាគិតស្អីទេថេកចូលទៅដាក់លក្ខខណ្ឌឲ្យសញ្ញាថាអ្នកដែលចាញ់គឺត្រូវតែធ្វើតាមអ្នកដែលឈ្នះជាដាច់ខាតសញ្ញាគេលឺហើយគេសួរអូនគេវិញថាម៉េចគេតែដោះស្រាយរឿងដែលគេស្នើសុំចាញ់មែនឬសញ្ញានិយាយហើយក៏ថេកចូលនៅតែញញឹមចាញ់ដែរគិតជេរគេនៅក្នុងចិត្តទៀតចឹងហើយយើងមកមើលពេលដែលគេភ្នាល់គ្នានឹងថេកចូលគេកំពុងតែគិតហមហានហើយថាគេដឹងតែឈ្នះ 100% សញ្ញាឯងមើលធុងយើងមើលពេញឯនេះចឹងហើយយើងខ្ចីធុងឯងតិចណាដើខ្លាំងណាស់ធុងផកខ្លួនឯងពេញតែខ្ចីធុងគេបោះចូលថែមទៀតអើយតាងាណាហាមួយនឹងកាលណាវាចុះចាញ់នឹងមិនបានវាអត់ចុះចាញ់សោះអញ្ចឹងថេកចូលក៏បានទៅក្នុងគោលបំណងតែមួយដែរគេមានគោលបំណងមួយទៀតគឺសិក្សាធាតុអាកាសជុំវិញនឹងវាគួរឲ្យស្ដាយដែរសម្រាប់គេធាតុអាកាសហ្នឹងបានត្រឹមតែស្ទូចត្រីទេដែលល្អតែបើចំពោះការលោតឆាត់យងវិញគឺមិនល្អតទៅសោះគេថែមទាំងគិតអំនួតលើខ្លួនឯងទៀតណាថាការភ្នាល់មួយនឹងដឹងតែគេឈ្នះដល់ងាយហើយយ៉ាងណាមិញគេគ្រាន់តែខ្ជិះខ្ជាយពេលវេលាដែលមកជាមួយសញ្ញាតែវាមិនខាតណាទេយ៉ាងហោចណាស់ក៏គេអាចសន្និដ្ឋានអាកាសធាតុនៅទីនឹងបានដែរដូច្នេះហើយពេលនេះថេកចូលគេកំពុងតែបញ្ចប់ការភ្នាល់នឹងហើយចង់ទៅវិញឲ្យលឿនរបៀបថាគិតតែខ្លួនឯងឈ្នះហ្នឹងចង់ស្នើសុំសញ្ញាហ្នឹងឲ្យបកគោកតុំរួយឲ្យគេបន្ទាប់ហើយគេនឹងធ្វើដំណើរចេញពីកោះនឹងដោយជាកតុំរួយផលសញ្ញាហើយគ្រាន់តែគិតនឹងក៏សប្បាយចិត្តដែរថេកចូលគិតតែម្នាក់ឯងអស់ចិត្តហើយក៏ងាកទៅនិយាយមួយសញ្ញាហេសញ្ញា come on វាមិនវានឹងមើលទៅថៃដូចស៊ីសទូចផលសញ្ញាហើយថៃដែលស៊ីសទូចផលសញ្ញាហ្នឹងមើលទៅធំគ្រាន់បើនេះសំបីតែថេកចូលក៏ចំហមាត់ដែរមិននឹកស្មានដល់ទេសញ្ញាគេក៏បត់ថៃឡើងលើហើយគេក៏កាន់កបិតមិនដឹងតែធ្វើអីទេនេះហេសញ្ញាធ្វើអីសញ្ញាគេយកកបិតហ្នឹងទៅវះពោះថៃហើយថៃហ្នឹងមានកូនថៃតូចឡើងច្រើនហ្មងណាហ
ហាតែប៉ុណ្នេះក៏យើងដឹងដែរថាណាគេអ្នកឈ្នះក្នុងហ្គេមហ្នឹងសញ្ញាគេចាប់ផ្ដើមនិយាយទៅកាន់ថេខ្ជូហើយណាថាគេអាចសុំអំណរប្រាថ្នាបាននៅប៉ុណ្ណឹងថេខ្ជូគេហួសចិត្តនឹងរឿងហ្នឹងណាគេថាអូយគេចិត្តឈួតមែនតើណាថេខ្ជូក៏បានដឹងដែរថាអំណរប្រាថ្នាវាគ្មានអីខុសពីហ្នឹងទេដូចជាថានរោអញ្ចឹងហើយមួយវិញទៀតថេខ្ជូមានតែខ្លួនទេខុសពីហ្នឹងគឺគ្មានអីទាំងអស់ហើយមួយវិញទៀតថេខ្ជូគេដឹងទៀតណាថាសញ្ញានឹងចូលចិត្តតែរឿងមួយហ្នឹងឯងពីខ្លួនប្រានផកែក្នុងចិត្តហ្នឹងដឹងតែគេចូលចិត្តខ្លួនឯងថងហ្នឹងឯងតែនៅតែសួរសញ្ញាទៀតណាខែងថាដេកជាមួយមនុស្សម្នាក់បានតែម្ដងទេមែនសញ្ញាក៏គេមកឲ្យចៅដែរគេថាហ្នឹងឯងដេកបានតែម្ដងទេហើយទេចូលក៏គេឆ្លើយទៅវិញថាពួកយើងដូចជាដេកមួយគ្នាបានលើសពី3ដងណាសញ្ញាក៏គេថាគេជួយទេខ្ជុំបានទេព្រោះឥឡូវហ្នឹងមានតែទេខ្ជុំម្នាក់គត់ដែលគេអាចដោតចូលបានទេខ្ជុំលឺហើយក៏គេនិយាយវិញថាអញ្ចឹងចេញពីកោះហ្នឹងទៅអ្នកឯងប្រកាសជាអាចដោះស្រាយបានពីរឿងហ្នឹងឯងសញ្ញាគេមិនខ្វល់ពីសម្ដីផោះទេខ្ជូទេប្រាប់ឲ្យទេខ្ជូវាជើង4មកលើពាក្យសញ្ញាហើយគេសួរសញ្ញាវិញទៀតថាស្អីគេសញ្ញាក៏បញ្ជាក់ទៅថាឲ្យវាដូចជាសត្វជើង4ណាទេខ្ជូក៏គេមិនព្រមដែរគេរកបកាយតវ៉ាតែសញ្ញាក៏គេនិយាយវិញថាអត់ចាំលក្ខខណ្ឌទេមែនលក្ខខណ្ឌគឺអាចបកាយបានទេណាដល់ពេលដែលលើសញ្ញានិយាយចឹងទេខ្ជូគេក្តាប់ដៃខឹងខ្លួនឯងទៅដាក់លក្ខខណ្ឌអីឈួតឈួតចឹងសញ្ញាគេឃើញទេខ្ជូសម្រាប់ចិត្តយូរពេកក៏គេក៏ដាក់មកក្បាយទៀតមិនចង់ឲ្យគេមានបំណងប្រាថ្នាមួយទៀតមែនលើសញ្ញានិយាយឲ្យទេខ្ជូគេគឺក្នុងចិត្តខំជេរសញ្ញានៅក្នុងចិត្តទៀតថាមនុស្សល្ងងទេខ្ជូក៏គេអូខេក្នុងការធ្វើតាមសញ្ញាប្រាប់នឹងទៅតែអីដែលអត់មានហួសចិត្តនឹងគឺទេខ្ជូគេខ្ជិបជើងអត់ឲ្យសញ្ញាមើលទេតើតែអញ្ចឹងបានដៃលោកបងសញ្ញាក៏ថាឲ្យមកប្រើទៀតទៅថាកថែងមើលគេមើលច្បាស់ទេឆ្ងាយយ៉អញ្ចឹងមើលគេច្បាស់ហ្នឹងទេខ្ជូគេកំពុងតែខំថ្មិញអីព្រោះគេខើចសញ្ញាខ្លាំងណាស់ហើយសញ្ញាកុំទុកឲ្យគេបញ្ចប់ដោយធម្មតាដែរហើយមើលទៅមរោះទេទេខ្ជូហើយលេងសុតចឹងអីទេខ្ជូក៏ល្អូដែរថាទោះបីជារឿងហ្នឹងគេធ្វើមួយសញ្ញាប្រមាណដងក៏ដោយតែគេអត់ទ្រពនឹងវាសោះក្នុងការគិតទេខ្ជូនៅពេលនេះមានតែពាក្យថាគេទេមានន័យថាស្រឡាញ់ភេទដូចគ្នាហ្នឹងណាសញ្ញាថែមទាំងខ្សឹបប្រាប់ទេខ្ជូទៀតថាពេលដែលទេខ្ជូធ្វើអញ្ចឹងទៅវាហាក់បីដូចជាលយគេថែមទាំងនិយាយទៅកាន់ទេខ្ជូទៀតថាកូនទន្សាយល្ងងឯងយកមកអស់ចិត្តទៅណាតែយើងនៅភាគនេះបានចប់ហើយអ្នកទាំងអស់គ្នាយើងឃើញថាតំណាក់តំណងសញ្ញាមួយទេខ្ជូដូចជាស្អិតល្មុតជាងមុនហើយក្នុងភាគនេះវាពិសេសណាស់យើងក៏បានដឹងដែរថាសញ្ញាគេបារម្ភពីទេខ្ជូអត់ចង់ឲ្យទេខ្ជូទៅណាក្រៅពីនឹងទេយើងក៏បានដឹងដែរថាទេខ្ជូបករឿងច្រើនណាស់ចំពោះសញ្ញាជាមួយនឹងគ្រួសារផកគេអញ្ចឹងវាច្បាស់ពេកទៅហើយថាសញ្ញាការពារទេខ្ជូពីបងប្រុសផកគេ admin ក៏សូមអរគុណដល់បងចន្ទាដែរដែល support admin ចំពោះរឿង admin នឹងធ្វើវាឲ្យអស់ពីសមត្ថភាពផង admin អរគុណ admin ក៏សូមអរគុណដល់បងសធាវិនដូចគ្នាដែល support admin ណា admin ពិតជាអរគុណមែនតើជាចុងក្រោយកុំភ្លេចចុច like subscribe ឲ្យ admin ម្នាក់មួយផងណាហើយមួយទៀតកុំភ្លេច comment ឲ្យ admin មានកម្លាំងចិត្តធ្វើវីដេអូបន្តបាយបាយ